សួស្តីអ្នកទាំងអស់គ្នាវីដេអូខ្លីនេះមានគោលបំណងផ្ដល់ការពន្យល់សង្ខេបដល់អ្នកដែលមានចំណាប់អារម្មណ៍អំពីរបៀបដំណើរការរបស់វីសាហុងគ្រីមាសនិងលក្ខណៈពិសេសសំខាន់របស់វាយើងចាប់ផ្ដើមពីលក្ខណៈពិសេសសំខាន់ជាមុនវាមានសុពលភាពភ្លាមរយៈពេល10ឆ្នាំហើយអាចបន្ថែមបានទៀត10ឆ្នាំទៀតដូច្នេះសរុបសុពលភាពរបស់វាគឺ20ឆ្នាំវាក៏អាចប្រាក់ជាវីសា Schengen បានផងដែរដែលមានសុពលភាពនៅក្នុងប្រទេស Schengen ចំនួន27ប្រទេសស្វីសនិង Norway ក៏ជាប្រទេស Schengen ដែរទោះបីជាពួកវាមិនមែនជាសមាជិកសហភាពអឺរ៉ុបក៏ដោយវីសានេះគ្របដណ្ដប់លើអ្នកវិនិយោគភរិយាកូនតូចនិងឪពុកម្ដាយដែលពឹងផ្អែកផ្នែកសេដ្ឋកិច្ចមិនមានលក្ខខណ្ឌស្នាក់នៅអបបរមានៅប្រទេសហុងគ្រីទេជាក់ស្ដែងអ្នកនិងគ្រួសារអាចផ្លាស់ទីទៅរស់នៅប្រទេសហុងគ្រីពេលណាក៏បានប៉ុន្តែមិនចាំបាច់ត្រូវធ្វើដូច្នោះឡើយមិនត្រូវការធ្វើតេស្តភាសាឬមានវិញ្ញាបនបត្រអប់រំឡើយអ្នកមានសិទ្ធិធ្វើការនៅប្រទេសហុងគ្រីដោយគ្មានកំណត់ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួនបើទោះបីជាអ្នកមិនត្រូវបង្ខំធ្វើក៏ដោយសាលាភូមិសិក្សានិងមធ្យមសិក្សាសាធារណៈគឺឥតគិតថ្លៃពេលវេលាប្រតិបត្តិការយ៉ាងលឿនគ្រាន់តែ60ដល់90ថ្ងៃដែលជាកំណត់ត្រាលឿនបំផុតនៅអឺរ៉ុបការទទួលខុសត្រូវផ្នែកពន្ធកើតមានតែបើអ្នកស្នាក់នៅប្រទេសហុងគ្រីពិតប្រាកដប៉ុណ្ណោះឥឡូវនេះយើងមកនិយាយអំពីថ្លៃដើមនៃវីសាប្រភេទនេះអ្នកត្រូវតែវិនិយោគចំនួន250,000 អឺរ៉ូទៅក្នុងមូលនិធិវិនិយោគអចលនទ្រព្យរបស់ហុងគ្រីប្រាក់នេះមិនមែនជាប្រាក់ចំណាយទេប៉ុន្តែជាប្រាក់វិនិយោគបន្ទាប់ពីអបបរមា5ឆ្នាំអ្នកអាចយកប្រាក់ចំនួននោះត្រឡប់មកវិញបានទោះជាយ៉ាងណាក៏ដោយទិដ្ឋាការមាសរបស់អ្នកនឹងនៅតែមានសុពលភាពរយៈពេល10ឆ្នាំពេញដោយមិនគិតពីអ្វីទាំងអស់ដើម្បីបន្តវីសាជាថ្មីរយៈពេល10ឆ្នាំបន្ថែមទៀតបន្ទាប់ពីរយៈពេលដំបូងអ្នកត្រូវតែមានការវិនិយោគនៅពេលនោះដូច្នេះយើងស្នើឲ្យរក្សាការវិនិយោគនេះយ៉ាងហោចណាស់10ឆ្នាំមុនពេលលក់វាចេញមូលនិធិវិនិយោគទាំងនេះស្ថិតក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យដោយធនាគារជាតិនៃប្រទេសហុងគ្រីព្រោះពួកគេអាចវិនិយោគបានតែក្នុងអចលនទ្រព្យប៉ុណ្ណោះដូច្នេះហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិគឺទាបសម្រាប់បញ្ជាក់បន្ថែមអ្នកទទួលបានភាគហ៊ុនក្នុងមូលនិធិមិនមែនទិញអគារឬបន្ទប់ទេដូច្នេះអ្នកមិនអាចចូលរស់នៅបានទេប៉ុន្តែអ្នកក៏ជៀសវាងបញ្ហាធម្មតាទាំងអស់នៃការកាន់កាប់អចលនទ្រព្យឲ្យផងដែរឲ្យខ្ញុំចែករំលែកបន្តិចអំពីដំណើរការដែលអ្នកនិងគ្រួសាររបស់អ្នកនឹងត្រូវឆ្លងកាត់ដើម្បីទទួលបានអត្ថប្រយោជន៍ពីវីសា Golden Visa របស់ហុងគ្រីអាជ្ញាធរផ្នែកអន្តោប្រវេសន៍នឹងពិនិត្យពាក្យស្នើសុំរបស់អ្នកមុនពេលអ្នកវិនិយោគសូម្បីតែសេនតែមួយអ្នកត្រូវវិនិយោគតែបន្ទាប់ពីពាក្យស្នើសុំរបស់អ្នកទទួលបានការអនុម័តជាបឋមវិធីសាស្ត្រនេះកាត់បន្ថយហានិភ័យរបស់អ្នកយ៉ាងខ្លាំងបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងដំណើរការនេះអ្នកត្រូវត្រៀមធ្វើដំណើរទៅប្រទេសហុងគ្រី1 ដល់ 2 ដងសមាជិកគ្រួសាររបស់អ្នកត្រូវធ្វើដំណើរតែម្ដងប៉ុណ្ណោះយើងនឹងនៅទីនោះដើម្បីជួយអ្នកគ្រប់ជំហានជាពិសេសនៅពេលអ្នកជួបប្រជុំជាមួយភ្នាក់ងារមូបត់និងអាជ្ញាធរអន្តោប្រវេសន៍នៅប្រទេសហុងគ្រីសូមអរគុណយ៉ាងច្រើនសម្រាប់ការយកចិត្តទុកដាក់របស់អ្នកសូមកុំស្ទាក់ស្ទើរនោះទេប្រសិនបើយើងអាចជួយអ្នកក្នុងគម្រោងវីសាមាសហុងគ្រីរបស់អ្នក